chưa nè khi mà bà sân thì nhầm vậy tha script ní cứ tha giả hao mình tên rồi đó nè bà sân chơi nè này vô từ Red Bull ឬក៏អ្នកនរគ្នាយកទៅ Red Fruit ឬក៏យកទៅវាយបោះខ្ញុំតែថាគឺវាយឈើមែនតើអ្នកគ្នាជាក់ស្ដែងនេះគឺខ្ញុំបានយកបើកមុខងារ Red Buddha អ្នកគ្នាអ្នកនរគ្នាប្រកាសជាដឹងថាពេលដែលយើងទៅ Red Fruit Buddha នេះគឺថាពិបាកខ្លាំងមែនតើវាយមិនងាយទេបើសិនជាអ្នកគ្នាទៅម្នាក់ឯងគឺវាយឈ្នះតែអាហ្នឹងបើយើងអត់មាន script ហើយបើយើងមាន script ក៏អាចបើសិនជា account ខ្លះ upstate ខុសក៏វាអត់នេះឈ្នះដែរតែលមាន V4 ឬក៏បានចែងមកទៅគឺរៀងបាក់វាយហើយបើយើងលេងធម្មតាទៅការគ្នាពីរម្នាក់វាយប៉ុន្តែខ្ញុំឲ្យអ្នកគ្នាមើលក្នុងវីដេអូនេះមួយគឺខ្ញុំបានប្រើ script ហ្នឹងហើយខ្ញុំទៅតែម្នាក់ឯងទេហើយពេលដែលវាវាយជាមួយនឹង The Island ទី1ទី2ទី3គឺវាវាយធម្មតាអ្នកគ្នាវាហោះទៅហោះមកធម្មតាប៉ុន្តែនៅពេលដែលវាទៅដល់កោះទី4ទី5គឺថាវា Aurora All តែម្ដងមានន័យថាវាសម្លាប់ទាំងអស់តែម្ដងអ្នកគ្នានៅក្នុងកូនចៅឬក៏មេអីដែលវាចេញ spawn មកគឺអត់អាចប៉ះដៃប៉ះខ្លួនយើងសម្បីតែបន្តិចគឺអត់អាចប៉ះខ្លួនយើងទេអ្នកគ្នាហើយ Master គឺ kill យកតែម្ដងហើយ Red Buddha នេះចំណាយពេលតែ3នាទីជាងទៅអ្នកគ្នាបើអ្នកគ្នាជឿទេអាចមើលវីដេអូហ្នឹងឲ្យដល់ចប់បានចាំមើលតើវាខ្លាំងកម្រិតណាហើយសម្រាប់ script នេះគឺខ្ញុំបានដាក់នៅក្នុង link Telegram ខ្ញុំហើយអ្នកគ្នាអាចចូលទៅយកនៅក្នុងក្រុម Telegram ខ្ញុំបានហើយវីដេអូក្រោយគឺខ្ញុំនឹងចេញពីរបៀបយក key អ្នកនរគ្នាបាទសម្រាប់ script នេះគឺវារៀងពិបាកយក key បន្តិចប៉ុន្តែពេលអ្នកគ្នាដាក់ key ហើយគឺយើងអាចប្រើបានរយៈពេល48ម៉ោងអ្នកយើងអាចលេងបាន48ម៉ោងទើបយើងត្រូវយក key ថ្មីទៀតសម្រាប់លេង Telegram អ្នកគ្នាអាចចូលមកនៅក្នុងក្រុម bio TikTok ខ្ញុំបានហើយសិនជាអ្នកគ្នានៅក្នុង YouTube អាចចូលទៅ copy link នៅក្នុងឬក៏ចូលតាម link Telegram ខ្ញុំនៅក្នុង comment បានខ្ញុំដាក់ក្នុង comment ដែរអូខេអាចចូលទៅយកអ្នកមួយទៅហើយខ្ញុំបាច់សុំខ្ញុំឬក៏ chat សុំនឹងក្រៅទេព្រោះ link script ជាច្រើនខ្ញុំដាក់នៅក្នុងក្រុម Telegram ហើយអ្នកគ្នាអាចចូលទៅយកបានជាក់ស្ដែងនេះយើងមេ Buddha Spawn មកគឺធ្វើខ្ញុំបានទេចូលទៅណាឲ្យអស់ហើយឈ្នះមកយកមកនិយាយទៅ script ហ្នឹងឯងមិនដែលមក farm លឿនមិនដែលហើយសារក្រោយមកយើងគ្រាន់តែដាក់ fruit on មួយដើម្បីយកទៅ red តទៀតទៅគឺបានអ្នកគ្នាអញ្ចឹងអ្នកគ្នា farm fragment គឺរៀងស្រួលទី1ទី2យើងចង់វាក់ fruit គឺលឿនមិនដែល